បាទរីមកទស្សនានៅទូកដែលកំពុងចេញដំណើរមកនេះគឺជាការផាកគ្នារវាងខ្សែទឹកខាងក្នុងទូកដែលមានឈ្មោះថាជ្រៃសែនឆាយវាសនាមានជ័យបារមីបង្ក្រំបាទទូកនេះផងដែរគឺស្ថិតនៅក្នុងវត្តជ្រៃបង្ក្រំភូមិបង្ក្រំឃុំបង្ក្រំស្រុកព្រះវិអែមខេត្តកណ្ដាលមានឯកសណ្ឋានពណ៌ទុយចេកខ្ចីបាទលម្អដោយកែមទូកពណ៌ក្រហមជើងច្រវាក់ពណ៌សបាទកំពុងតែចែកបងបន្តិចបន្តួចទៅលើខ្សែទឹកខាងក្រៅទូកដែលមានឈ្មោះថាបាទកោះសតិនធបតីបារមីតេជោគឺជាទូកដែលអញ្ជើញមកពីស្រុកកោះសតិនខេត្តកំពង់ចាមបាទទីប្រវត្តិមិនទាន់ចូលដល់បាទក្តីសង្ឃឹមក៏នៅតែមានបាទជ្រៃសែនឆាយវាសនាសុទ្ធតែខាងក្នុងកំពុងតែបង្កើននៅជើងច្រវាក់ឲ្យដើម្បីតាមខ្សែទឹកខាងក្រៅកោះសតិនធបតីដែលអញ្ជើញមកពីកំពង់ចាមបាទនិយាយឃើញថាទីប្រវត្តិកន្តគិទូកទាំងពីរកំពុងតែបាទបញ្ចេញសមត្ថភាពរៀងខ្លួនហើយដើម្បីដណ្ដើមជ័យជំនះបាទទូកទាំងពីរនេះបាទមួយណានឹងទទួលជ័យជំនះខណៈពេលដែលទីគាត់កន្តគិខិតចិត្តមកដល់មែនតើបាទនិយាយឃើញថាបាទទីគាត់បានចូលមកដល់ខាងក្រៅបានលើកចង្វាមុនហើយបាទដូច្នេះជ័យជំនះបានទៅលើខ្សែទឹកខាងក្រៅទូកតែមានឈ្មោះថាកោះសតិនធបតីបារមីតេជោដែលជើងមកពីខេត្តកំពង់